សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមិញនេះឃើញប៉ូលីសនៅក្នុងសង្កាត់ស្វាយប៉ោផ្ទាល់សង្កាត់សម័យគាត់ដឹកនាំផ្ទាល់ហ្នឹងក៏មិញហ្នឹងគាត់បានប្រាប់ថាអត់បានដឹងព័ត៌មានទាំងអស់ហ្នឹងទេចាអត់បានដឹងព័ត៌មានខ្ញុំសូមនិយាយតិចដែរពូព្រោះមនុស្សម្នាក់ព័ត៌មានមួយពូខុសរឿងខុសពូសូមបីតាប៉ូលីសអាជ្ញាធរនៅនេះក៏អត់ដឹងព័ត៌មានដែរអញ្ចឹងបានន័យថារឿងនេះគឺជារឿងសម្ងាត់ដែរមានផ្ទៃក្នុងហើយបើមិនអញ្ចឹងទេមិនមែន PM ប៉ូលីសពាក់ឯកសណ្ឋានស៊ីវិលមកការពារយួន3នាក់កំពុងជីកនេះហើយសូមពុកម៉ែបងប្អូនទាំងអស់មេត្តាស្ទះហើយសូមឲ្យទូរទស្សន៍ផ្សេងដែលតែងតែកាន់ជើងកាប់មុខមួយគណៈបកប្រជាជនមួយអីទាំងអស់ហ្នឹងសូមឲ្យផ្សាយព័ត៌មានពិតផងមែនទេបងប្អូនចាកុំឲ្យភ័ព្វផលវិញឥឡូវនេះអាជ្ញាធរមិនអីប៉ូលីសអត់ដឹងព័ត៌មានទេអញ្ចឹងបានន័យថាគេកំពុងតែលាក់បិទបាំងនៅព័ត៌មានពិតហើយចាប៉ូលីសមិនគោកនេះឃើញប៉ូលីសមិនឆ្លើយខ្ញុំហីចេះនិយាយមិនបងសម្បត្តិខ្មែរពូបងឯងអត់ការពារជារឿងខុសពូបងខ្មែរមហាខ្មែរទៅតែដឹងបងអត់មានពេញមហាខ្មែរទេបងមកទេ